ហេតុអ្វីគ្រូពេទ្យតែងតែឲ្យទៅពិនិត្យឈាមរកជាតិស្ករពេលព្រឹកមុនញ៉ាំអាហារជាតិស្ករនៅក្នុងឈាមដែលគេហៅថាក្លីសេមីឬប្លាតក្លូយកូសតែងតែប្រែប្រួលឡើងចុះទៅតាមអាហារដែលអ្នកញ៉ាំនៅពេលសកម្មភាពរាងកាយនិងកត្តាអរម៉ូនមួយចំនួនដូចជាអរម៉ូនកុំទីហ្សលឬក្លូអរម៉ូនជាដើមជាទូទៅកំហាប់នៅក្នុងឈាមមុនញ៉ាំអាហារពេលព្រឹក8ទៅ12ម៉ោងគឺ75មីលីក្រាមទៅ115មីលីក្រាមការវាស់នេះអាចជួយឲ្យដឹងពីសមត្ថភាពរាងកាយគ្រប់គ្រងជាតិស្ករបានល្អប៉ុណ្ណាក្រោយការតមអាហារពី8ទៅ12ម៉ោងដែលអាចជួយគ្រូពេទ្យវាយតម្លៃនឹងតាមដានប្រសិទ្ធភាពនិងការព្យាបាលទឹកនោមផ្អែមក្នុងករណីចាំបាច់គ្រូពេទ្យនៅតែអាចស្នើសុំធ្វើតេស្តជាតិស្ករនៅក្នុងឈាមក្រោយញ៉ាំអាហារដោយធ្វើការប្រៀបធៀបលទ្ធផលជាតិស្ករនៅក្នុងឈាមរួមបញ្ចូលជាមួយនឹងលទ្ធផលស្ករពាមគ្រាប់ឈាមដែលហៅថា Hemoglobin A1C ព័ត៌មានលម្អិតសូមទំនាក់ទំនងមន្ទីរពិសោធន៍បានត្រាស់តាមរយៈលេខទូរស័ព្ទ012 444 606ឬ016 444 606